មនុស្សឆ្លាត3យ៉ាងមិនគួរសួរតោះសេវទុកមើលទាំងអស់គ្នា3យ៉ាងមិនគួរសួរ1រឿងដែលមិនពាក់ព័ន្ធនឹងខ្លួនមិនសួរមិនពាក់ព័ន្ធនឹងយើងផងសួរធ្វើអីបើដឹងហើយវាយ៉ាងម៉េចនាំតែរឿងចូលផ្ទះទេរឿងដែលមិនពាក់ព័ន្ធនឹងខ្លួនបើគេនិយាយគ្រាន់តែស្ដាប់ទៅបានហើយយកល្អកុំសួរ2រឿងដែលគេមិនចង់និយាយកុំសួរនៅក្នុងโลกនេះអ្នកណាក៏មានអាថ៌កំបាំងដែរឪពុកម្ដាយក៏ដោយប្តីប្រពន្ធក៏ដោយបើគេមិនចង់និយាយទេកុំរមាស់ទៅសួរអីទោះបីទំនាក់ទំនងស្និទ្ធយ៉ាងណាក៏ដោយបើគេពិតជាចង់ឲ្យអ្នកដឹងមិនសួរក៏គេនិយាយប្រាប់អ្នកដែរ3រឿងលុយគេកុំសួរគេមានលុយប៉ុន្មានគេមានបានអ្វីខ្លះមិនពាក់ព័ន្ធនឹងអ្នកទេកុំឲ្យតែជួបគ្នាប្រាក់ខែប៉ុន្មានរាល់ថ្ងៃហ្នឹងសល់អីខ្លះហើយបើអ្នកមានលុយឲ្យគេខ្ចីចាំសួរគេរឿងលុយ